ក្រឡេកមកឆ្វាច់ស្មានស្រីវ័យមួយប្រុសបងប្អូនតាមពិតស្រីទាំងពីរសោះក្រនតែខាងបង្គោលខៀវគាត់កាត់សក់ដូចប្រុសចឹងរីឯកម្លាំងក៏ដូចប្រុសថែមទៀតសម្រាប់គូនេះក៏ជាគូសងសឹកផងដែរជួបគ្នាកាលឡើងមុនបង្គោលក្រហមគឺជាអ្នកឈ្នះសម្រាប់បង្គោលក្រហមមានឈ្មោះថារិទ្ធីស្រីនិចរីឯបង្គោលខៀវមានឈ្មោះថាលីនសំផស្សហើយការប្រកួតនេះគឺប្រកួតការពីយប់មិញយប់ថ្ងៃទី1ខែមិថុនាឆ្នាំ2025នៅលើសង្វៀន Boost Strong គុនខ្មែរខ្សែក្រវ៉ាត់អន្តរជាតិដែលជាថ្ងៃប្រកួតវគ្គផ្ដាច់ប្រត់ខ្សែក្រវ៉ាត់ទាំងពីរប្រភេទទម្ងន់គឺទម្ងន់54គីឡូក្រាមនិងទម្ងន់57គីឡូក្រាម
អង្គកខៀវឈ្នះបង្គោលក្រហមដោយពុនទូ